สุดท้ายพวกมาบางคนเหนี่ยยมรามาย่อมนั่งบังฮันแต่ต้องช่วยมวยนั่งรถยนต์ pick up แบบ revolution ทำไมคือ JMC Grand Avenue Plus ได้ผมแปะมกช่วยมวยนั่งประปอนสวัสดิภาพแบบตุ่มเนิบในขังขนมคือดีไซน์แบบตุเลี้ยขังใกล้คือดีไซน์แบบสังหาแต่บางมองครอบแต่ดังท่ารถยนต์ pick up ตัวเตอร์คือแหลกขนาดสมบัติบาเวียตรำแต่บักบอลเนื้อเลือเพลย์หลุมบ้านให้หนึ่งเมียนในขังใกล้ไอ้ดักบ้านเนี่ยก็บนใต้ JMC บ้านบีบวดกาดีไซน์รูปเรียงระบบรถยนต์ pick up เอาสังหาในขังห้องต้มตุเลี้ยบ่มไปเอามกจีมวยนั่งประปอนไปใจไปเชียร์ตุ่มเนิบให้มันตรำตายบนเนาะเมียนoption ตุ่มเนิบเซ็งเตี้ยบ้านผมแปะโมจิโมรถยนต์นี่ก็มาคาเตยูแต่จุบหมวยย้อมแต่งออกเนี้ยแต่ต้องหนังการรีวิวแบบ full option จับตามปีจำนวนดำบงแต่คิมจังเรียบรอบคือแต่ต้องจิมวยหนังการดีไซน์รูปเรียงในขังไกล JMC ได้ชนะบอสเก้คือแบบจุงแต่มาดองคือ JMC Grand Avenue Plus นี่เองให้กลายหน้าของเมื่อตะคืนจุงแต่การดีไซน์นี่ทั่วเวียเห็นการอำนาจเมื่อตะทมตุเลี้ยให้ปัวสังหาแต่มาดองแล้วยังมาเมื่อปีจะเกียงบาเวียคือดีไซน์ในขังเลอนี้จบมาจมูก LED ปีประตูเลอหนึ่งคราวให้ LED นี่คือมุกเงียบาเวียคือสำหรับบรรจัยเพลิง daytime running light ได้เป็นเมียนประย้อยสำหรับการบักบอเนื้อเลือเพลิงได้หลังเงิดเพลิงได้เมียนอัพสะอัพยังเวียนนั่งบ่มพลือแต่เพื่อเอาเนี่ยบักบอปีในขังมุกเมาส์กดมือยังเคยใช่ป่ะให้มันทำใจปะเนาะกุศลบาเวียคือบางจบมาสลับให้กุศนี้คือมีสมรรถภาพคลั่งเหมือนเต้นអាចបញ្ចេញពលឺចាំងទៅឆ្ងាយបានរហូតដល់200ម៉ែត្រជាងមិនត្រឹមតែប៉ុណ្ណោះវាបានភ្ជាប់មកជាមួយនឹង LED ជាបន្ទាត់នៅផ្នែកខាងលើនេះបើមឃើញភ្លើងនេះគឺយើងអាចប្រើជាលក្ខណៈភ្លើងលេងនៅលើ LED នេះបានអញ្ចឹងលក្ខណៈពិសេសមែនតើក្រោមនេះគឺប៉ាណាផ្នែកខាងមុខគេ design បែប chrome ហើយបំផុសនៅ logo JMC អក្សរ JMC បែប chrome ភ្ជាប់មកជាមួយនឹង radar និងកាមេរ៉ាមើលផ្នែកខាងមុខដែល radar នេះវាបំរើឲ្យនៅក្នុង option ADAS បានល្អមែនតើដែលខ្ញុំបង្ហាញវានៅផ្នែកខាងក្នុងបន្តទៀតផ្នែកខាងមុខនេះបងឃើញថាវាមានភ្ជាប់ជាមួយនឹងពើកាំងដែលពើកាំងនេះមានភ្លើងពណ៌លឿងដែលអត្ថប្រយោជន៍របស់វាគឺសម្រាប់បើកបរនៅពេលដែលមានអាប់មានភ្លៀងធ្លាក់គឺពើពណ៌លឿងនេះកាត់ទឹកភ្លៀងបានល្អមែនតើធ្វើឲ្យបងបើកបរទោះបីជាភ្លៀងខ្លាំងប៉ុណ្ណាក៏យើងអាចមើលទៅផ្នែកខាងមុខបានច្បាស់ល្អផងដែរហើយខាងក្រោមវាវិញបងនឹងឃើញថាវានឹងមានជាប់មកជាមួយនឹងកម្លាំងដាស់ដែកការពារផ្នែកខាងក្រោមឲ្យស្រាប់អញ្ចឹងបងបើកបរជាលក្ខណៈបែបគ្រួសារក៏បានបែប off road ក៏បានបែប rally ក៏បានមិនបាច់បារម្ភទៀតទេរួចពីផ្នែកខាងមុខខ្ញុំសូមណែនាំបងពីផ្នែកចំហៀងអញ្ចឹងរចនាបថរបស់ JMC Grand Avenue Plus មិនចោលនោះទេរូបរាង design បែបការ៉េបងឃើញចន្លោះកង់នេះគឺ design មកបែបការ៉េដដែលហើយមានឆ្នូតចង្អោរបែបនេះនៅខាងក្នុងគឺរំលេចចេញមកនៅយ៉ាន់ដែលមានរង្វង់រហូតដល់17អ៊ីងដែលកន្លែងនេះគឺវាបង្កប់នៅលក្ខណៈពិសេសរបស់ប្រព័ន្ធហ្វ្រាំងផ្នែកខាងក្នុងឯនោះវិញគឺផ្នែកខាងក្នុងនេះគឺប្រព័ន្ធហ្វ្រាំងរបស់វាជាហ្វ្រាំងឌីសដែលប្រើឌីសធំជាងរថយន្តដទៃទំហំឌីសនេះរហូតដល់334មីលីម៉ែត្រដែលធ្វើឲ្យការចាប់ហ្វ្រាំងហ្នឹងគឺវា smooth ល្អហើយនៅពេលដែលបងជួបឧបសគ្គត្រូវការជន់ហ្វ្រាំងមិនទាន់ភ្លាមរង្វង់ធំរបស់ថាសហ្វ្រាំងនេះជួយឲ្យបងជន់ហ្វ្រាំងឈប់ភ្លាមងក់តែម្ដងក្រៅពីហ្នឹងបងមកមើលផ្នែកកញ្ចក់វិញចំហៀងនេះបានភ្ជាប់មកជាមួយនឹងកញ្ចក់ក្តោបអូតូដែលនៅចំហៀងនេះបានភ្ជាប់មកជាមួយនឹងអំពូល LED ដែលភ្ជាប់មកជាមួយនឹងភ្លើងសញ្ញោពេលដែលបងសញ្ញោត្រូវបត់ឆ្វេងឬក៏ស្ដាំអ្នកដែលនៅស្របស្មើនឹងរថយន្តរបស់យើងក៏ឃើញថាយើងសញ្ញោបត់ផងដែរហើយកញ្ចក់ក្តោបអូតូនេះក៏ភ្ជាប់មកជាមួយនៅកាមេរ៉ា360ដឺក្រេដែលបង្កប់នៅផ្នែកខាងក្រោមតបងបន្តទៅផ្នែកខាងក្រោយវិញដែលអាចដឹកទម្ងន់បានរហូតចាប់ពី800គីឡូរហូតដល់1តោនជាងហើយផ្នែកខាងក្រោយនេះឃ្លុបនេះគឺងាយស្រួលបើកងាយស្រួលបិទមែនតើព្រោះវាភ្ជាប់មកជាមួយនឹងបូមនៅផ្នែកខាងក្រោយនេះដើម្បីទប់ពេលដែលយើងបើកហើយមិនបាច់ទប់វាទេប្រឡែងមកគឺវាមានបូមសម្រាប់ទប់ដោយខ្លួនវាហើយនៅពេលដែលយើងដឹកអីវ៉ាន់ឬក៏ដាក់អីវ៉ាន់ធ្ងន់លើនេះវាក៏មានភ្ជាប់មកជាមួយកាបសងខាងនេះដើម្បីទ្រទម្ងន់ផងដែរនៅខាងក្រោយនេះក្រោយពីឃ្លុបហ្នឹងគឺមានភ្ជាប់មកជាមួយនឹងកាមេរ៉ា360ដែលមើលខាងក្រោយបានច្បាស់ល្អមែនតើវាអត់ភ្ជាប់នៅខាងក្រោមទេក៏ប៉ុន្តែវាភ្ជាប់នៅផ្នែកខាងក្រោយកន្លែងបើកនេះហើយវាប្រចាំងទៅផ្នែកខាងក្រោយនោះទាំងចម្ងាយឆ្ងាយហើយនឹងចម្ងាយខាងក្រោមនេះគឺយើងមើលច្បាស់ដូចគ្នាតើឥឡូវបងក្រោយពីយើងរៀបរាប់ពីផ្នែកខាងក្រៅហើយយើងនឹងជួបគ្នានៅផ្នែកខាងក្នុងវិញម្ដងតើ option របស់វាទំនើបបែបណាហើយមានលក្ខណៈពិសេសក៏ដូចជាឆ្លាតវៃខ្លះតោះ
បងតើតងជាមួយនឹងចំណុចនេះខ្ញុំចង់នាំអារម្មណ៍បងមកយល់ដឹងអំពីអារម្មណ៍នៅពេលដែលយើងបើកបរវិញតើមានផាសុកភាពបែបណាហើយវា relax បែបណានៅពេលដែលយើងបើកបរផ្លូវឆ្ងាយវាមាន option ជំនួយជាច្រើនដែលធ្វើឲ្យយើងបើកបរនៅលើដងផ្លូវមានអារម្មណ៍ថាទាំងមានផាសុកភាពសុវត្ថិភាពហើយមិនត្រឹមតែប៉ុណ្ណោះវាអត់មានភាពនឿយហត់ទេអញ្ចឹងនៅក្នុងហ្នឹងគឺមានប្រព័ន្ធមួយចំនួនដែលជំនួយដូចជាតើតងជាមួយនឹងការកំណត់គន្លងផ្លូវបងឃើញខ្ញុំចុចកំណត់គន្លងផ្លូវវាជួយខ្ញុំច្រើនឲ្យខ្ញុំដឹងថារថយន្តយើងកំពុងបើកបរនៅលើគន្លងផ្លូវត្រង់អត់អញ្ចឹងចំណុចនេះគឺខ្ញុំអត់ចាំបាច់ប្រឹងមើលផ្លូវខ្លាំងពេកទេហើយឲ្យធ្វើឲ្យយើងមានអារម្មណ៍ថានឿយហត់ឬក៏នឿយហត់នឹងភ្នែកដែលយើងប្រឹងសម្លឹងទៅផ្លូវទេព្រោះវាមាន option ជំនួយវាស្រាប់ហើយស្រេចយើងគ្រាន់តែមើលនៅលើកុងទ័រទៅពេលខ្លះក៏វា alert ឲ្យយើងផងដែរតែតងជាមួយនឹងចំណុចបន្តទៀតគឺអាចខ្ញុំនឹងបង្ហាញអំពី cruise control នេះនៅពេលដែលយើងចុចប៊ូតុង cruise control វានឹងឲ្យយើងកំណត់ល្បឿនឥឡូវខ្ញុំ set ហើយបងឃើញនៅលើកុងទ័រនោះ47គីឡូម៉ែត្រក្នុង1ម៉ោង48ហ្នឹងគឺថេប៉ុណ្ណឹងគឺខ្ញុំអត់ចាំបាច់ជន់ប្រាំងឬក៏ជន់ហ្គាដើម្បីបន្ថយល្បឿនឬក៏ឡើងល្បឿនទេហើយការបបបែបនេះគឺធ្វើឲ្យរថយន្តហ្នឹងរត់ទៅ smooth មែនតើស៊ីសាំងតិចមែនតើបើបោះផ្លូវឆ្ងាយក៏ខ្ញុំលែងមានភាពនឿយហត់ដែរខ្ញុំ relax មែនតើប្រព័ន្ធនេះក៏មានជាប្រភេទ smart cruise control យើងហៅថា adaptive cruise control ដែលវាអាចកំណត់ល្បឿនឬក៏ចម្ងាយពីរថយន្តខាងមុខមកបានផងដែរហើយប៊ូតុងកន្លែងដែលកំណត់សញ្ញាហ្នឹងគឺនៅកន្លែងនេះនៅខាងដៃខាងឆ្វេងរបស់យើងយើងឃើញបៀបជាដោយបង្ហាញសញ្ញាឆ្នោតបែបនេះយើងចុចទៅគឺវាកំណត់ខ្លួនវាទៅលើប្រវែងសុវត្ថិភាពបើមានរថយន្តខាងមុខគាត់បើកមកពីមុខយើងអញ្ចឹងឡានយើងនឹងបន្ថយល្បឿនខ្លួនឯងការដែលមាន option ទាំងអស់នេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថានៅក្នុងឡានគឺ entertain វិញហើយចំណុចទាំងអស់នេះគឺសឹងតែស្មើនឹងរថយន្តទំនើបផ្សេងទៅមានពីព្រោះតើតងជាមួយនឹង JMC Grand Avenue Plus នេះគឺវាបានវិវត្តមកច្រើននៅផ្នែកខាងក្នុងដើម្បីការពាររថយន្តផងដើម្បីជួយនៅក្នុងការបើកបរធ្វើអារម្មណ៍របស់យើងនៅក្នុងការបើកបរនេះកាន់តែប្រសើរជាងមុនរូបឡានរូបម៉ូតូនៅផ្នែកខាងមុខហ្នឹងគឺវាបង្ហាញឲ្យយើងដឹងពីចន្លោះសុវត្ថិភាពប្រវែងសុវត្ថិភាពពីឡានយើងទៅរថយន្តឬក៏ម៉ូតូនៅផ្នែកខាងមុខយើងហើយរថយន្ត JMC Grand Avenue Plus ក៏បំពាក់មកជាមួយនឹង pedal shift pick up អត់សូវមានទេក៏ប៉ុន្តែ pick up របស់យើងគឺមានចំណុចនេះដែលធ្វើឲ្យវាតាក់ទាញខ្លាំងមែនតើហើយវាជំនួយពេលខ្លះយើងប្រើរថយន្តប្រភេទចក្រលេខអូតូវាឡើងឬក៏ចុះគឺ smooth ក៏ប៉ុន្តែនៅពេលដែលមាន pedal shift យើងចង់ឲ្យវ៉ាឡើងលឿនយើងគ្រាន់តែប្រើប៊ូតុង pedal shift នេះទៅគឺយើងអាចតម្លាក់លេខមកលេខទៀតពេលនោះខ្ញុំអាចជន់នឹងស្ទុះខ្លាំងបានហើយអញ្ចឹងបងមានអារម្មណ៍ដឹងអត់នៅពេលនេះខ្ញុំកំពុងតែជន់ឡើងខ្លាំងអញ្ចឹងសម្លេងម៉ាស៊ីនរៀងរោខ្លាំងហើយយើងអាចកំណត់ទៅលើ mode នៅក្នុងការបើកបរឬក៏លេខនៅក្នុងការបើកបរបានដោយនៅលើដៃចង្កូតនេះផ្ទាល់តែម្ដងក្រោយពីបើកបរតេស្តសាកល្បងទាំងផ្លូវផុកផ្លូវខ្សាច់ផ្លូវភក់ផ្លូវរអិលផ្លូវជាប់ផុងនិងផ្លូវថ្នល់ជាតិបងយល់ថាយ៉ាងម៉េចដែរសម្រាប់ខ្ញុំរថយន្តនេះបំពាក់មកជាមួយនឹងម៉ាស៊ីនតែ 2.3 បូករួមជាមួយនឹងតាក់បូហើយនឹងប្រអប់លេខ8វគ្គអូតូប៉ុន្តែ smooth មែនតើហើយខ្លាំងមែនតើចំណាប់អារម្មណ៍របស់ខ្ញុំចំពោះរថយន្តនេះគឺស្រឡាញ់ដកចិត្តលែងរួយហើយតើបងយល់មិនដែរសម្រាប់តម្លៃវិញត្រឹមតែក្រោម$40,000តែប៉ុណ្ណោះប៉ុន្តែមាន option ពីទំនើបនិងពិសេសជាច្រើនសម្រាប់បងដែលចង់តេស្តសាកល្បងរថយន្តនេះគ្រប់កលៈទេសៈផ្លូវដូចជាខ្ញុំនេះអាចតាក់ទងមកពួកយើងតាមរយៈក្រុមហ៊ុន JMC បានជួបគ្នានៅវីដេអូក្រោយជាមួយខ្ញុំ Rama ជាមួយនឹង option ពិសេសរបស់រថយន្ត JMC បន្តទៀត